ចូលភ្លាមត្រជាក់ស្រើបហ្មងជាក់ស្រើបមកអ្នកទាំងគ្នាចូលក្នុងតំបន់ទឹកធ្លាក់7ជាន់នេះត្រជាក់ស្រើបស្រាវហ្មងជំរាបសួរហើយនឹងសួស្តីអ្នកទាំងអស់គ្នាបាទជាពិសេសមិត្តអ្នកដើរទាំងអស់គ្នាផងដែរបាទថ្ងៃនេះយើងមកលេងទឹកធ្លាក់អូស្ត្រាលីឬក៏ហៅថាមួយទៀតថាទឹកធ្លាក់7ជាន់បាទ7ជាន់មែនអ្នកទាំងគ្នាសូមអធិស្ឋានផងអ្នកទាំងគ្នាវីដេអូនេះរៀងយូរហើយអ្នកទាំងគ្នាសួរថាអីបានខ្ញុំមកផុសម្ដងទៀតដោយសារខ្ញុំដាក់វីដេអូផ្សេងៗទៀតអញ្ចឹងណាសារមុនវីដេអូមិនទាន់ដាក់វាខ្វះច្រើនអញ្ចឹងខ្ញុំក៏ដាក់ញុកចូលវីដេអូផ្សេងៗទៀតចូលក្នុងនេះបន្ថែមទៀតឲ្យមើលទៅវាស្អាតល្អជាងមុនអញ្ចឹងណាអ្នកទាំងគ្នាបាទទៅខ្ញុំពីមុនខ្ញុំទៅក្នុងរដូវវស្សាអញ្ចឹងមើលទៅទឹកវាល្អអញ្ចឹងហើយបាទល្អអញ្ចឹងហើយបើយើងទៅក្នុងរដូវប្រាំងខែនេះបាទអត់អីទេទឹកថ្លាអាចគួចបានស្អាតនៅគ្នាស្អាតបាទអញ្ចឹងបើយើងក៏លេខមើលជុំវិញទឹកជ្រោះនេះគឺសិតសឹងតែជាព្រៃព័ទ្ធជុំវិញព្រៃឈើធំហើយមានចាប់យំចាប់សាសងវិចាគ្នាពេញនឹងនិយាយថាអូពីរោះខ្លាំងទេស្ដាប់ឡើងចង់ផ្ដេកនៅនឹងហ្មងនេះដូចគ្នាអញ្ចឹងណាគ្នាហើយបើយើងទៅនឹងវាមិនខ្វះកន្លែងអង្គុយទេគ្នាមានខ្យល់មានអីអញ្ចឹងណាហើយក៏មានអំពូមីងក៏ជាបងគាត់លក់បេសជ្ជៈលក់អីផ្សេងៗនៅនឹងដែរអញ្ចឹងណាអត់មានខ្វះអីទេអាចទៅបានអ្នកគ្នាអញ្ចឹងទឹកធ្លាក់7ជាន់ឬក៏ទឹកធ្លាក់អូស្ត្រាលីនេះពីច្រើនគេស្គាល់ថាទឹកធ្លាក់អូស្ត្រាលីអញ្ចឹងណាទឹកធ្លាក់7ជាន់មិនសូវស្គាល់ប្រហែលទេបើសិនអ្នកនៅក្នុងក្រុងម្លងអាចស្គាល់ច្បាស់បើសិនអ្នកនៅបណ្ដាខេត្តផ្សេងៗតែខ្ញុំស្គាល់ថាទឹកធ្លាក់អូស្ត្រាលីតែប៉ុណ្្នឹងទេអញ្ចឹងណាអ្នកគ្នាហ្នឹងហើយកាលមុនខ្ញុំទៅក្នុងរដូវវស្សាទឹកខ្លាំងមែនតើអ្នកគ្នាទឹកល្អនិយាយថាទឹកដូចកាហ្វេអញ្ចឹងអ្នកគ្នាឃើញមើលក្នុងវីដេអូដឹងហើយទឹកពណ៌កាហ្វេតែម្ដងបើយើងទៅក្នុងរដូវខែនេះរដូវប្រាំងនេះដឹងថាស្អាតហ្មងស្អាតថ្លាដឹងថាអែមនៅថ្ងៃនេះអែមហ្មងអញ្ចឹងណាបាទអញ្ចឹងបើយើងចាយពេលវេលាដែលយើងមកពីក្រុងបន្លុងទៅដល់ទឹកអូស្ត្រាលីនេះចាយពេលត្រឹមតែ40នាទីទៅដល់ហ្នឹងហើយដល់សារផ្លូវរៀងប្របាក់ដែរអញ្ចឹងណាបើយើងជិះឡានរៀងរករាឲ្យអ្នកគ្នាឡានទៀបរករាបន្តិចហើយបើយើងឡានគួរអត់អីទេហើយខ្ញុំជិះម៉ូតូទៅមិនអីទេជិះផ្លែតដល់ហើយអ្នកគ្នាហើយបើយើងគិតជាគីឡូ20គីឡូជាងទៅដល់ហ្នឹងហើយអ្នកគ្នា20គីឡូពីខេត្តទៅដល់ទឹកអូស្ត្រាលី20គីឡូអញ្ចឹងណាបាទអញ្ចឹងក៏វាប៉ុណ្ណឹងវាមិនឆ្ងាយណាស់ទេហើយសម្រាប់អ្នកដែលចិត្តផ្សងព្រេងអ្នកដល់លេងវាមិនអីទេប៉ុណ្ណឹងអាចទៅដល់បានអាចទៅបានអញ្ចឹងណាអ្នកខ្លះរាប់រយគីឡូគេអាចទៅបានទ្រាំនឹងតែ20គីឡូហ្នឹងមានអីប៉ុណ្ណឹងណានេះគេអាចទៅលេងបានលេងទៅអូស្ត្រាលីបានបាទអញ្ចឹងទឹកធ្លាក់អូស្ត្រាលីឬក៏ទឹកធ្លាក់7ជាន់ស្វាគមន៍គ្រប់ខេត្តទាំងអស់មកលេងនៅទឹកធ្លាក់អូស្ត្រាលីទាំងអស់គ្នាបាទជាទឹកធ្លាក់ធម្មជាតិដែលផលិតដោយធម្មជាតិអញ្ចឹងណាអ្នកគ្នានិយាយទៅទឹកធ្លាក់អូស្ត្រាលីមានមិនត្រឹមតែមានទឹកធ្លាក់អូស្ត្រាលីតែមួយមុខទេក្នុងខេត្តរបស់យើងគឺមានច្រើនទៀតទឹកធ្លាក់អញ្ចឹងណាមានទឹកធ្លាក់កាចាញកាទៀងអញ្ចឹងទៅគឺមានច្រើនទៀតចាំវីដេអូក្រោយចាំខ្ញុំបង្ហាញទឹកធ្លាក់ផ្សេងៗក្នុងខេត្តរបស់យើងក៏បានច្រើនអ្នកទាំងគេស្គាល់ដែរអញ្ចឹងជាពិសេសអ្នកដែលនៅបណ្ដាផ្សេងៗចង់ស្គាល់អញ្ចឹងអ្នកទាំងគ្នាអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយយើងជួបគ្នាវីដេអូក្រោយទៀតដល់ការក្រោយទៀតអរគុណច្រើនអ្នកទាំងគ្នាស្រឡាញ់គ្នាពេញបេះដូងបាយបាទអរគុណច្រើនបាយបាយ